សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី9អ្នកស្គាល់ស្ថានភាពគឺជាវីរៈបុរសអ្នកដែលទទួលបានជោគជ័យសុទ្ធតែជាអ្នកស្គាល់ស្ថានភាពអ្នកដែលងប់ងល់នឹងក្តីស្រមៃមិនបើកភ្នែកមើលការពិតពិបាកនឹងទទួលជោគជ័យណាស់អ្នកស្គាល់ស្ថានភាពគឺជាអ្នកមានគុណសម្បត្តិល្អឯកនេះគឺជាសុភាសិតមាសសម្រាប់សង្គមមនុស្សដ៏ព្រៃផ្សៃនេះនរណាចងចាំបានច្បាស់ល្អនិងចេះប្រើប្រាស់បានសមស្របក៏នឹងអាចឲ្យរស់សុខសាន្តនិងអាចធ្វើដំណើរទៅដល់គោលដៅប្រកបដោយសុវត្ថិភាពនិងអាចបដូរផ្លូវដែលបត់បែនឲ្យคล้ายជាផ្លូវដ៏រលូនបានការដែលហៅថាស្គាល់ស្ថានភាពនេះមានន័យថាការយល់ស៊ីជម្រៅដល់ការប្រែប្រួលនៃមជ្ឈដ្ឋានជុំវិញចេះទប់ទល់នឹងស្ថានភាពបានយ៉ាងសមស្របពីព្រោះតែស្ថានភាពនៅក្នុងសង្គមមនុស្សព្រៃផ្សៃនេះស្មុគស្មាញប្រែប្រួលជាប់រហូតការស្គាល់ស្ថានភាពក្នុងលក្ខណៈចេះយកខ្លួនរស់ទើបហៅមនុស្សពូកែនេះមានគោលដៅពីរប្រការគឺប្រការទី1ជាការត្រៀមការពារទុកមុននិងជាការដណ្ដើមធ្វើភិគីវីលុកនោះក៏យើងចាំបាច់ត្រូវសង្កេតមើលការផ្លាស់ប្ដូរស្ថានភាពជាប់ជានិច្ចនិងរួបរวมគំនិតចម្រុះសម្បូរបែបនាំមកធ្វើការវិភាគពីទំនោរការអភិវឌ្ឍនៅក្នុងអនាគតដើម្បីជៀសវាងការខាតបង់និងអាចដណ្ដើមអនុវត្តធ្វើមុនអ្នកដទៃមួយជំហានទើបអាចស្រវាយយកផលប្រយោជន៍មកបានដោយការពិតក៏ពិសោធន៍ឲ្យឃើញហើយថាអ្នកទទួលជោគជ័យគឺអ្នកស្គាល់ស្ថានភាពអ្នកដែលគិតតែពីស្រមើស្រមៃប្រហែលតតែយូរប្រការទី2ស្គាល់អំណាចចេះបត់បែនអាចបដូរអាក្រក់ឲ្យទៅជាល្អប្រះចាកគ្រោះថ្នាក់នោះក៏ពេលប្រឈមនឹងភ័យអន្តរាយយើងចាំបាច់ត្រូវប្រមើលមើលវិធីដោះស្រាយផ្សេងនិងសម្រេចចិត្តជ្រើសយកមធ្យោបាយដែលមានប្រយោជន៍ឲ្យយើងច្រើនបំផុតអ្នកស្គាល់ស្ថានភាពគឺជាកម្ពុជាមនុស្សព្រោះមនុស្សភាគច្រើនមិនសូវផ្ដល់ភាពសំខាន់ចំពោះការស្គាល់ស្ថានភាពទេហេតុនេះទើបមិនបានត្រៀមកាយត្រៀមចិត្តការពារជាហេតុបណ្ដាលឲ្យជួបប្រទះនៅភ័យអន្តរាយនិងថែមទាំងត្រូវជោគចាប់រហូតដល់ជីវិតទៅទៀតព្រោះរវល់តែខ្លាចមុខខ្លាចក្រោយនៅទីនេះការស្គាល់ស្ថានភាពគឺស្មើនឹងការឆ្លុះពន្លឺគុណតម្លៃនៅក្នុងខ្លួនហេតុនេះទើបជនអ្នកស្គាល់ស្ថានភាពអាចផ្លាស់ប្ដូរអាក្រក់ឲ្យទៅល្អប្រះចាករួចផុតពីគ្រោះភ័យបានប៉ុន្តែការដែលត្រូវនឹកគិតទៅដល់ជាទីបំផុតនោះមិនមែនស្ថិតនៅត្រង់ត្រូវធ្វើយ៉ាងម៉េចទើបអាចប្រើបញ្ញាដោះស្រាយផ្លាស់ប្ដូរអាក្រក់ឲ្យទៅជាល្អទេតែស្ថិតនៅត្រង់ការសង្កេតមើលសម្ព័ន្ធភាពរវាងគុណនិងទោសបានយ៉ាងដូចម្ដេចមានន័យថាការស្គាល់ស្ថានភាពស្គាល់អំណាចអាចបត់បែនផ្លាស់ប្ដូរឲ្យទៅជាល្អបានដោយសុវត្ថិភាពនោះមានគោលការណ៍ចង្អុលបង្ហាញខ្ពស់បំផុតគឺសូមត្រឹមតែដោះស្រាយបញ្ហាបាននឹងការពារប្រយោជន៍របស់ខ្លួនឯងឲ្យគង់វង្សបានវិធីដោះស្រាយវិបត្តិណាក៏ដោយសុទ្ធតែអាចលើកយកមកធ្វើការពិចារណាបានទាំងអស់មនុស្សទូទៅនៅពេលប្រឈមនឹងវិបត្តិលើកលែងតែចេះប្រមាណកម្លាំងនិងសមត្ថភាពផ្ទាល់ខ្លួនភាគច្រើននៅតែមិនអាចកាត់ផ្ដាច់ការខ្វល់ខ្វាយពីរឿងមុខមាត់និងទម្រង់បានតាមពិតទៅវត្ថុទាំងពីរនេះមានតម្លៃតែនៅក្នុងពេលសន្តិភាពប៉ុណ្ណោះតែបើទឹកដល់ច្រមុះហើយគ្មានអ្វីសំខាន់ទេគ្រាន់តែជាភារៈជាបន្លាដោតនៅក្នុងដើមទ្រូងការបើខ្លួនឯងរស់មិនបានផងទៅរវល់គិតពីមុខមាត់និងស្ថានភាពធ្វើអ្វីទៀតអ្នកធ្វើដំណើរនៅក្នុងសង្គមមនុស្សព្រៃផ្សៃនេះចាំបាច់ត្រូវយល់ឲ្យច្បាស់ថាលទ្ធផលសំខាន់ជាងដំណើរការដើម្បីឲ្យសម្រេចបាននូវសមិទ្ធផលត្រូវតែព្រមលះបង់មុខមាត់ខ្លះនៅក្នុងចន្លោះនៃដំណើរការនេះក៏មិនទាស់ខុសអ្វីនោះដែរនេះជាភាពទន់ភ្លន់ក្នុងការរៀបចំខ្លួននិងដោះស្រាយរឿងរ៉ាវក្នុងការទប់ទល់ជាមួយការផ្លាស់ប្ដូរនិងការប្រឈមមុខទៅនឹងវិបត្តិការបើផ្លាស់ប្ដូរបានក៏អាចឆ្លងផុតបានការបើឆ្លងផុតទៅបានក៏អាចរស់រានបានដែរ